ចាជំរាបសួរពុកម៉ែបងប្អូននេះគឺជាពិធីចាស្ងោរម្រះឲ្យបានរសជាតិឈ្ងុយឆ្ងាញ់វិធីសាស្ត្រទី1គឺយើងត្រូវចិញ្ច្រាំសាច់ជ្រូកយើងឲ្យបានម៉ត់ល្អចាបន្ទាប់មកយើងលាយជាមួយមីសួរផ្សិតកដុរចាខ្ទឹមសខ្ទឹមក្រហមស្ករប៊ីចេងម្សៅស៊ុបចាមានពងទាមួយគ្រាប់ទៀតទៅបន្ទាប់មកយើងទុកសាច់នឹងមួយឡែកហើយយើងយកម្រះចាកាត់កង់វាតូចល្មមដូចនាងខ្ញុំហើយយើងស្ងោរវាចាស្ងោរវារយៈពេល10នាទីយើងយកវាមកលាងទឹកឲ្យស្អាតសាជាថ្មីបន្ទាប់មកទៀតយើងទុកឲ្យត្រជាក់ហើយយើងយកមកញាត់សាច់ហើយវិធីសាស្ត្រញាត់សាច់ហ្នឹងគឺយើងកាត់កង់វាតូចបែបប៉ុណ្នេះហើយយើងញាត់វាទៅចាញាត់វាហើយយើងដាំទឹកក្តៅឲ្យពុះម្រះដែលយើងញាត់សាច់ហើយយើងយកទៅដាក់នៅក្នុងឆ្នាំងចាបង្ងាស់វាយើងលាយជាមួយដុំស៊ុបចាមួយដុំឬក៏ពីរដុំរបស់យើងតាមសមាមាត្រដែលបងប្អូនរសជាតិប៉ុណ្ណាទទួលប៉ុណ្ណឹងចាហើយយើងដាក់ស្ងោរវាហឹមរយៈពេលចា1ម៉ោងឬក៏1ម៉ោងកន្លះនោះរសជាតិចាម្រះយើងគឺកាន់តែឆ្ងាញ់មែនតែនចារសជាតិទឹកស៊ុបគឺឆ្ងាញ់ខ្លាំងពុកម៉ែបងប្អូនឆ្ងាញ់មែនតែនហើយអត់ល្វី